A no A 23 A ហើយយើងមកដល់ពលានម៉ោង 5:20 កំពុងតែអនុតអូវលីទៅអនុតហ្នឹងឯងកូនរុញចឹងរុញកើតអត់រុញចុះធ្ងន់ណា And welcome to Dekjo International Airport, is a new airport that is scheduled to begin operations on September 9th, 2025 in Kandal Province, Cambodia. It will replace the existing Phnom Penh International Airport as the city's main. ឥឡូវយើងមកដល់ airport ហើយយើងជុំគ្នាហើយយើងត្រូវទៅ check in នៅ counter E11 12 E11 12នៅខាងនោះ E11 12ចឹងបាយបាយណូត see you Wednesday កូនបាយមកបាយមកមួយបាយ see you Wednesday បាយអូ see you ថ្ងៃណាអូអាយអូម៉ាចាឥឡូវយើងដល់កន្លែង check in ហើយនេះកំពុងតែយើងចាប់ check in ទី2ចែលដាក់ក្នុងវ៉ាលីបានបាទទី2ចែលយល់របស់ចាឥឡូវគឺយើង check in ready ហើយយើងមកចាំនៅកន្លែងនេះពួកអីមកអត់តន់ជុំគ្នាទេអញ្ចឹងបន្ទាប់ពីការរងចាំហើយយើងប្រហែលជាធ្វើ group photo ហើយយើងដើរទៅ boarding ចាជម្រាបសួរសួស្តីមកកាន់វីដេអូថ្មីរបស់គឹមលីទៀតហើយចានេះគឺជាវីដេអូនៃដំណើរកំសាន្តទៅកាន់កោះហៃណាន់ប្រទេសចិនចានេះគឺជាវីដេអូទី1នៃដំណើរកំសាន្តដែលហោះឆ្ពោះពីពលានយន្តហោះតៃជោទៅពលានយន្តហោះសញ្ញានកោះហៃណាន់ប្រទេសចិនចានេះគឺជាលើកទី1នៃការធ្វើដំណើរក្នុងពលានយន្តហោះថ្មីពលានយន្តហោះតៃជោដែលបើកដំណើរការរយៈពេល3ខែហើយប៉ុន្តែគឹមលីទើបតែមានឱកាសធ្វើដំណើរនៅខែ12នេះទេចាយើង check in ហើយមកតាំងទៀតហើយយើងកំពុងតែដើរទៅ gate យើងដើរទៅ gate 23A no A 23A ហើយកៅអីយន្តហោះគឺខ្ញុំបានលេខ18នេះម៉ែបានលេខបានទេអត់តបានមើលទេឥឡូវយើងទៅរក gate សិនចាពលានយន្តហោះដែលចូលពិតជាមានភាពធំទូលាយស្រស់ស្អាតនិងបំពាក់ដោយឧបករណ៍ទំនើបធ្វើឲ្យមានភាពងាយស្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងការធ្វើដំណើរពិតជាទាន់សម័យមែនចាវីដេអូនេះវែងដោយសារលងនឹងសម្រស់ពលានយន្តហោះថ្មីចាបើតាមធម្មតាគឺកាត់ដល់វគ្គហោះតែម្ដងតែនេះអត់ទេគឺនៅផ្អៀងផ្អងនៅនឹងចាដោយសារទស្សនវិជ្ជានៃពលានយន្តហោះថ្មីគឺស្អាតពិតជាស្អាតមែនហើយណាមួយទៀតក៏ចង់ផ្ដិតយកអនុស្សាវរីយ៍ឬក៏យកទស្សនវិជ្ជាទេសភាពហ្នឹងផ្ញើជូនបងប្អូនដែលគាត់មិនធ្លាប់មកអញ្ចឹងយើងចែកឲ្យគាត់មើលផងទៅហើយក៏វាជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងដែរចាអញ្ចឹងបន្ទាប់ពីយើងឆ្លងគ្រប់ step អស់ហើយគឺយើងដល់ boarding ហើយអញ្ចឹងបន្ទាប់ពីដល់ boarding គឺគឹមលីដើរមើលមកជុំឬនៅកន្លែងអង្គុយរងចាំនៅ boarding ហ្នឹងគឺអត់មានកន្លែងសាកទូរស័ព្ទទេប៉ុន្តែនៅបន្ទប់ទឹកគឺមានបងប្អូនគឺគឹមលីបង្ហាញនេះគឺជាកន្លែងដែលយើងអាចសាកថ្មបានបងប្អូនអញ្ចឹងបើសិនជាយើងមានទូរស័ព្ទឬក៏អីចិត្តអត់ថ្មយើងអាចមកអង្គុយសាកនិចហ្នឹងដើម្បីបានថ្មអីទៅមុនយើងឡើងយន្តហោះអញ្ចឹងណាចាអញ្ចឹងឥឡូវគឺគឹមលីហើយនឹងម៉ែគឺដើរឡើងយន្តហោះហើយចាអញ្ចឹងបន្ទាប់មកគឺយើងធ្វើដំណើរប្រហែលជា1ម៉ោង25នាទីឬ1ម៉ោង30នាទីគឺយើងទៅដល់កោះហៃណាន់ប្រទេសចិនហើយគឺมันឆ្ងាយទេម្លងតែបន្តិចហ្នឹងកាលណាមិននឹងបានគេងលក់ផងគឺដល់តែម្ដងចានិយាយរួមទៅរយៈពេល1ម៉ោងកន្លះស្មើនឹងគឹមលីជិះឡានពីភ្នំពេញទៅតាកែវដែរអរគុណចាអញ្ចឹងបន្ទាប់ពីយើងធ្វើដំណើររយៈពេល1ម៉ោងកន្លះមកគឺយើងបានធ្វើការចតជោគជ័យនៅពលានយន្តហោះសញ្ញា កោះហៃណាន់ប្រទេសចិនចា process នៃការ check out រៀងយូរបន្តិចដោយសារ scan មុខ error រហូតចាមិនដឹងថាថ្ងៃហ្នឹងគឺប្រព័ន្ធមានបញ្ហាអីទេដាក់កាំងចាអញ្ចឹង check out រៀងយូរចាបន្ទាប់ពីការ check out គឺយើងទៅញ៉ាំអាហារថ្ងៃត្រង់ដើម្បីបំពេញថាមពលហើយបន្តដំណើរទៅដើរលេងពីមួយកន្លែងទៅមួយកន្លែងចាចង់ដឹងថាវីដេអូវគ្គ2គឺគឹមលីដើរលេងកន្លែងណាទៅកន្លែងណាសូមតាមដានវីដេអូបន្ទាប់ទាំងអស់គ្នាណាចាយើង check out ហើយចំណាយពេល check out រៀងយូរដោយសារ error ហើយបន្ទាប់មកឥឡូវគឺយើងកំពុងតែរៀបចំឡើងឡានបន្តដំណើរទៅបាយថ្ងៃត្រង់
នេះគឺឡានរបស់ពួកយើងចា finally យើង check out ហើយឥឡូវយើងកំពុងតែយកវ៉ាលីដាក់នៅលើឡានក្រុងនេះគឺទស្សនវិជ្ជាចេញពី airport កំពុងតែឡើងឡានត្រៀមធ្វើដំណើរទៅញ៉ាំអាហារថ្ងៃត្រង់ចេញពីវាលេនយន្តហោះ30យ៉ាង Đang cầm mũi nâng cái